ហើយណាខ្លះធ្លាប់ញ៉ាំសូកូឡាអូវ៉ាន់ទីនគ្រឿងភេសជ្ជៈកូកាកូឡាហ្នឹងបាទអញ្ចឹងដើមទាំងអស់ការអរិញចំណីអាហារទាំងអស់ហ្នឹងហើយដែលធ្វើចេញពីកាកាវបាទនេះផ្លែវាឥឡូវហ្នឹងវាចេញផ្កាទៀតហើយនេះថ្ងៃនេះថ្ងៃ7 ខែ 5 2026យើងបេះបដាលចេញផ្កាបដាលខ្លះក្តឹបអីចឹងទៅបាទឥឡូវយើងចូលមកមើលខាងក្នុងនេះមើលផ្កាគ្រប់ដើមទាំងអស់សិតផ្កាគ្រប់មេឃនេះទុំច្រើនអត់តាន់មានពេលបេះមកមើលនេះទៀតក៏សិតផ្កាទាំងអស់គ្រប់ដើមនេះទុំអីសិតផ្កាទាំងអស់ផ្លែទុំផ្លែអត់តាន់មានពេលបេះដោយសារទឹកបេះហើយបាទក្រងច្រើនដែរដោយសារខ្ញុំដាក់ក្រងសិតទាំងក្រងក្រងពងស៊ីចៃនេះទុំច្រើនក្រងវាចាប់ផ្ដើមស៊ីសត្វល្អិតជាអាហារក៏មុនចៃច្រើនជាងហ្នឹងតែក្រងវាកំចាត់អស់ទៅក្រងគ្រប់ដើមទាំងអស់ដាក់ក្រងសិតទាំងក្រងឥឡូវដើរមកដល់ចុងខាងនេះបងប្អូនកកៅស្រួលអញ្ចឹងគឺថាយើងដាំវាឲ្យផលផ្លែតក៏ទៅគ្នារហូតដូចយើងឃើញជាក់ស្ដែងអញ្ចឹងផ្លែវាទុំយើងបេះបាទហើយក្តឹបខ្ចីចេញផ្កាបដាមកអញ្ចឹងដើមខ្លះចេញឡើងក្តាំងទាំងអស់នេះចង់ខូចអត់បេះយូរបាទទុំនេះផ្លែយើងបេះអស់ច្រើនហើយវាកំពុងតែចាស់ទុំបដាហើយចេញផ្កាដំណាំកកៅវាស្រួលមួយយ៉ាងអញ្ចឹងដែរណាទុំទៅណាចាស់ទៅណាចេញផ្កាចេញមកតកតុយគ្នារហូតយើងអត់បេះវាប្រហែលជា2 ទៅ 3 ខែទេដូចដំណាំកស៊ូអញ្ចឹងcònដំណាំកកៅយើងដាក់ទឹកហើយកស៊ូកកៅយើងកស៊ូអត់ដាក់ទឹកបាទនេះខ្ញុំដាំដើមបើប៉ិនវាងាប់អត់ដឹងមូលហេតុអីដួងក៏អត់មានស៊ីស្អីក៏អត់ប៉ុន្តែវាងាប់ប្រហែលជា 4-5 ដើមនេះខ្ញុំដាំដើមលុបសម្រាប់កកៅអញ្ចឹងនេះសិតតែកធំថេតបាទមកជួធំថេតពីលើដើម្បីជាយុទ្ធសាស្ត្រកុំឲ្យខ្យល់មកវាបាក់ដើមឬមួយក៏ខ្យល់មកវាជុះផ្កាហើយវាផ្ដល់ម្លប់សម្រាប់រុក្ខជាតិកកៅទៀតបាទផ្កាស្ងៀសទាំងអស់បាទធ្លាក់ភ្លៀងពី3 មេមកមើលចេញគ្រប់ដើមទាំងអស់ហើយខ្ញុំដាំដូងដែរដូងក្នុងចន្លោះជួរនេះទៀតបាទសត្វដូងជួរនេះចេញផ្កាអានេះផ្លែវានៅច្រើន
កំពុងតែចេញផ្កាចេញក្តឹបអានេះចូលប្រហែលជារាប់រយក្តឹបសង្ឃឹមថាវាកាន់ទាំងអស់ចុះបាទផ្កាឡើងក្តាំងដល់គល់បាទកកាវវាជាទូទៅវាផ្លែតែតាមដើមអញ្ចឹងទេបាទផ្លែតាមដើមអញ្ចឹងផ្លែដល់ចុងវាខុសពីដំណាំផ្សេងដូចជាមានសាវម៉ាវអីវាផ្លែតាមចុងបាទត្រួយចុងអីផ្លែទៅតាមដើមទេបាទយើងបេះបន្តគ្នារហូតអត់មានពេលទំនេរទេកកាវបាទយើងអត់បេះវាប្រហែលជា 2-3 ខែទេខែវាដឹងវាផ្ដល់ផលឲ្យយើងរហូតចេញផ្កាមកក្តឹបមកចាស់មកទុំមកចេញផ្កាមកថែមទៀតបាទរហូតខែនេះវាចាប់ផ្ដើមលោះត្រួយខ្ចីហើយធ្លាក់ភ្លៀងហើយគឺត្រួយខ្ចីវាចេញច្រើនមែនតើហើយនេះយើងចិត្តដល់ពេលតែងដើមទៀតហើយបាទផ្លែក្តឹបឡើងក្តាំងសិតផ្កាកញ្ញុំអញ្ចឹងហើយចង់បញ្ជាក់បងប្អូនថាបងប្អូនធ្វើកសិកម្មគួរចិញ្ចឹមមាន់បាទចិញ្ចឹមមាន់ជាបទពិសោធន៍ខ្ញុំដូចចំការខ្ញុំអញ្ចឹងខ្ញុំដាក់មាន់បាទដាក់មាន់ដល់ពេលតាំងពីយើងដាក់មាន់មកកឌីហើយនឹងសត្វល្អិតផ្សេងអត់សូវមានទេបាទភាសាវាស៊ីបាទដូចជាតកៅកឌីច្រើនប្រភេទដែលវាយាយីដំណាំរបស់យើងពេលយើងមានមាន់មានអីចឹងទៅវាជួយស៊ីឬក៏កម្ចាត់សត្វចង្រៃបានមួយចំនួនធំដែរមាន់ច្រើនតែមាន់ខ្លះវាស៊ីនៅជ្រៅមានតាំងពីទាទៀតនេះហើយចង់បញ្ជាក់ប្រាប់បងប្អូនដែលស្រឡាញ់កសិកម្មដែរចំពោះដំណាំកាកាវវាផ្កាមកវាកញ្ចុំឬក៏ដោះរាយប៉ាយពេញដើមអញ្ចឹងចង់បញ្ជាក់ថានៅពេលដែលក្តឹបផ្កាវានេះវាផ្កាមកកញ្ញុំអញ្ចឹងវាអាចនឹងងាប់ទៅវិញប៉ុន្តែនៅពេលដែលវាងាប់ហើយវាផ្កានៅកន្លែងដដែលនឹងមកវិញគេហៅថាផ្កាសងបាទផ្កាសងអញ្ចឹងពេលផ្កាសងហ្នឹងវាកាន់ហើយបាទបើសិននេះវាអត់កាន់ពេលវាងាប់ផ្កាទៅគឺវាសងកន្លែងដើមវិញបាទដូចនេះអញ្ចឹងនេះកន្លែងនេះគឺពីមុនមកកញ្ញុំអញ្ចឹងហើយវាងាប់ទៅវាដោះចេញវិញនេះវាដោះចេញមក 3-4 អញ្ចឹងវាកាន់ហើយ 3-4 ហ្នឹងមន់ស៊ីបានឆ្ងាយចូលទៅឈើមើលនេះខូចជើងអានេះវាកំពុងតែស៊ីតែញតកៅនេះមន់នៅច្រើនទៀតចង់គ្រប់កន្លែងមន់អានេះទុំហើយអត់មានពេលបេះខ្លះទុំខ្លះខ្ចីខ្លះចេញផ្កា